តកតងជាមួយអាជ្ញាកណ្ដាលតើក្នុងការរៀបចំការប្រកួតមានមន្ត្រីអាជ្ញាកណ្ដាលសរុបប៉ុន្មានបងទៅតាមកម្រិតនៃការរៀបចំបើនិយាយទូទៅនៅយើងភាគច្រើនគឺមាន4នាក់បាទមាន6នាក់បាទមានអ្នកឡាញ goal line មួយទៀត2សងខាងបាទហើយអាជ្ញាកណ្ដាលគឺយើងដឹងហើយជាអាជ្ញាកណ្ដាលហើយមានអ្នកកាន់ទង់2នាក់គឺគេហៅថាជំនួយការអាជ្ញាកណ្ដាលទី1ជំនួយការអាជ្ញាកណ្ដាលទី2ហើយនឹងមន្ត្រីទី4ភាសាបច្ចេកទេសគេហៅថា force official បាទអញ្ចឹងសរុបទៅគឺមានអាជ្ញាកណ្ដាលនៅលើទីលាន1អាជ្ញាកណ្ដាលខ្សែបន្ទាត់2បាទហើយនឹងមន្ត្រីអាជ្ញាកណ្ដាល1បាទជាទូទៅបាទអញ្ចឹងតាមប្រភេទប្រកួតអញ្ចឹងពេលខ្លះមានរហូតដល់5មាន6នាក់អញ្ចឹងជួនកាលមានជំនួយការគេហៅថា reserve referee ដូច World Cup យើងនេះមាន reserve referee ដែរបាទត្រូវតែមានណាប្រិមិត្តបាទមិនអាជ្ញាកណ្ដាលរត់ខ្យល់អីក៏ថាបានដែរតែនិយាយទៅនៅយើងមាន4នាក់បើសិនជាអាជ្ញាកណ្ដាលគាត់គេហៅថាគាត់មានឧបទ្ទវហេតុអាចដឹកនាំបានអញ្ចឹងមានភាគច្រើនអ្នកដែលមន្ត្រីទី4នេះមន្ត្រីទី4នេះគឺគាត់ជាអាជ្ញាកណ្ដាលហើយបាទអញ្ចឹងគាត់អាចផ្លាស់ប្ដូរបានបើសិនជាគាត់អត់មានទេអាចជំនួយការក៏គាត់មានទៅតាមនឹងដែរបាទប៉ុន្តែជាទូទៅនៅយើងជាមន្ត្រីទី4ព្រោះមន្ត្រីទី4គឺចាត់ចេញពីអាជ្ញាកណ្ដាលនេះឯងបាទបន្ថែមទៀតបងតាក់ទងជាមួយនឹងអាជ្ញាកណ្ដាលខ្សែបន្ទាត់តើគាត់ជាមន្ត្រីអាជ្ញាកណ្ដាលដែលអាចនឹងផ្លាស់ប្ដូរអាជ្ញាកណ្ដាលលើទីលានបានឬក៏គាត់ជាអាជ្ញាកណ្ដាលខ្សែបន្ទាត់តែម្ដងបានបើសិនជាក្នុងជាទូទៅអាជ្ញាកណ្ដាលពាក្យថាអាជ្ញាកណ្ដាលគឺតែមួយទេប៉ុន្តែជំនាញដែលផ្ទាល់គឺជំនួយការអាជ្ញាកណ្ដាលបាទអញ្ចឹងគាត់អាចចាត់បានបើសិនជាមន្ត្រីទី4គាត់ថាអត់អាចទៅរួចអញ្ចឹងវាទៅតាមជាក់ស្ដែងតែនៅក្នុងកម្រិតការប្រកួតផ្លូវការគឺគេបានចាត់មន្ត្រីទី4ហ្នឹងគឺជាអាជ្ញាកណ្ដាលសម្រាប់ជំនួសហើយបាទចុះដែលមានលក្ខខណ្ឌដែលអាជ្ញាកណ្ដាលលើទីលានគាត់ទៅធ្វើជាអាជ្ញាកណ្ដាលខ្សែបន្ទាត់ដែរទេបានដូចគ្នាបាទបើសិនជាគាត់មានរបួសអញ្ចឹងអាជ្ញាកណ្ដាលគាត់ទៅចែកជាទូទៅមន្ត្រីទី4ជំនួសឬក៏អាជ្ញាកណ្ដាលអាចធ្វើបានបាទការរៀនសូត្រពីច្បាប់ពីរបៀប basic គឺរៀននៅជាមួយគ្នាទាំងអស់បាទពាក់ព័ន្ធមួយទៀតដូចអាជ្ញាកណ្ដាលយើងអញ្ចឹងដែលកម្រិតខ្ពស់នៅក្នុងលីកឬក៏ការដែលគេហៅថាពាក់កណ្ដាលអាជីពដែលក៏ខ្ពស់អាជ្ញាកណ្ដាលយើងហ្នឹងជំនួយការអាជ្ញាកណ្ដាលនៅពេលដែលការប្រកួតទៀតជាដោយការពីជំនាន់ពួកខ្ញុំហ្នឹងគេហៅថាជំនាន់ឬក៏ជំនាន់បងពីដើមមុនខ្ញុំជាទូទៅគាត់ការនោះអាជ្ញាកណ្ដាលគឺខ្វះអញ្ចឹងក្នុងការប្រកួតនេះគាត់ជាអាជ្ញាកណ្ដាលដល់ប្រកួតផ្សេងទៀតគាត់ជាជំនួយការអាជ្ញាកណ្ដាលគឺផ្លាស់ប្ដូរបានដូចបាទអញ្ចឹងអាជ្ញាកណ្ដាលណាបាទប្រិមិត្តណាមានយ៉ាងហោចណាស់គឺ4រូបបាទអាជ្ញាកណ្ដាលលើទីលាន1រូបបាទអាជ្ញាកណ្ដាលខ្សែបន្ទាត់ចំនួន2រូបហើយជាមួយនឹងបាទអាជ្ញាកណ្ដាលបាទមួយរូបទៀត Ford official ឬក៏យើងនិយាយថាមន្ត្រីអាជ្ញាកណ្ដាលមួយរូបទៀត